ព្រះអើយពិតជារន្ធត់ណាស់អ្នកវិទ្យាសាស្ត្រទម្លាយថាគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាដោយអ្នកស្លាប់ភ័យខ្លាចថាអាចមានដល់ទៅ 10,000 ទៅ 10,000 នាក់មនុស្សរាប់សិបពាន់នាក់ភ័យខ្លាចថាស្លាប់ដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត 7.7 រិចទ័របានវាយប្រហារប្រទេសមីយ៉ាន់ម៉ានិងថៃកាលពីវេលាថ្ងៃត្រង់ថ្ងៃទី 18 ខែមីនា ឆ្នាំ 2025 កន្លងទៅតាមទីភ្នាក់ងារសារព័ត៌មានអាមេរិក USGS បានឲ្យដឹងថាអ្នកស្លាប់ភ័យខ្លាចអាចកើតមានដល់ 10,000 ទៅ 10,000 នាក់ក្រោយគ្រោះរញ្ជួយដីវាយប្រហារទីក្រុងម៉ាដាលីប្រទេសមីយ៉ាន់ម៉ាកាលពីម្សិលមិញកម្លាំងរញ្ជួយដីនៃគ្រោះធម្មជាតិដែលកើតចេញពីបន្ទះតិចតូនិកដែលរត់កាត់កណ្ដាលប្រទេសដោយគ្រោះរញ្ជួយដីកម្រិត 6.4 រិចទ័របានកើតមានឡើងត្រឹមតែ 12 នាទីក្រោយការរញ្ជួយទី1បានកើនឡើងហើយអ្នកវិទ្យាសាស្ត្រព្រមានថារឿងរ៉ាវអាក្រក់អាចនឹងកើតមានឡើងឆាប់ៗអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាគឺឈរនៅកំពូលនៃតំបន់ដែលមានគ្រោះរញ្ជួយដីយ៉ាងសកម្មបំផុតលាតសន្ធឹងក្នុងចម្ងាយ 1,200 គីឡូម៉ែត្រកាន់ប្រទេសក្នុងតំបន់នោះបន្ទះតិចតូនិកឥណ្ឌាននិងសាន់ដាបានរត់ប៉ះគ្នាក្នុងល្បឿន 49 មីលីម៉ែត្រក្នុងមួយឆ្នាំហើយពេលដែលបន្ទះពីរនោះប៉ះជាប់គ្នាវានឹងបង្កើតជាកម្លាំងរក្សាទុកមួយដោយនឹងបញ្ចេញតាមក្រោយក្នុងដំណើរការរញ្ជួយខ្លាំងដោយដែលអ្វីបានកើតឡើងកាលពីម្សិលមិញគ្រោះរញ្ជួយដីមកពីកម្លាំងប៉ះទង្គិចគ្នានេះដែរគឺមានសភាពខ្លាំងក្លាណាស់ពលគឺពួកវាមានកម្លាំងអាចបង្កជាការខូចខាតទ្រង់ទ្រាយធំក្នុងទីតាំងឬតំបន់ដែលមានប្រជាជនរស់នៅ